បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកតាក់ទងជាមួយនឹង tips សំខាន់ៗនៅក្នុងការធ្វើកុំព្យូទ័ររបស់យើងឲ្យដើរ smooth ល្អអញ្ចឹងនៅក្នុង tip នេះគឺមានបងប្អូនមួយចំនួនគាត់បានដឹងខ្លះៗហើយក៏មានបងប្អូនមួយចំនួនទៀតក៏គាត់អត់បានដឹងដែរអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងធ្វើការបង្ហាញតាក់ទងជាមួយនឹង tip ទាំងអស់ហ្នឹងថាយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីកុំព្យូទ័ររបស់យើងដើរ smooth ល្អអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវខ្ញុំសូមចូលទៅកាន់ tip ទាំងអស់ហ្នឹងតែម្ដងចឹងទី1អ្នកនរគ្នាអាចចុច Windows អក្សរ O នៅលើ keyboard របស់យើងហើយបន្តមកទៀតយើងវាយពាក្យថា T E M P បន្តមកទៀតអ្នកនរគ្នាចុចទៅលើពាក្យថា OK ហើយយើង select ទាំងអស់មកអ្នកនរគ្នាអាចចុច key delete លើ keyboard ក៏បានឬក៏យើងចុច Shift បូកជាមួយនឹង Windows ហើយបូកជាមួយនឹង delete អញ្ចឹងយើងចុចប៉ុណ្ណឹងមកយើងចុច yesបន្តមកទៀតអ្នកនរគ្នាចុចសញ្ញាគ្រីសហើយយើងអាចចុច try again ម្ដងសិនទៅហើយបន្តមកទៀតយើងចុចគ្រីសទៀតយើងចុចពាក្យថា skip ចំណុចបន្ទាប់យើងត្រូវចុច Windows អក្សរ O ដដែលហើយយើងទៅរកពាក្យយើងវាយភាគរយ TEMP នេះខាងលើនេះអញ្ចឹងដោយសារខ្ញុំធ្លាប់វាយវាលោតនៅលើនឹងតែម្ដងប៉ុន្តែបើសិនជាកុំព្យូទ័រដែលយើងអត់ធ្លាប់វាយយើងអាចវាយភាគរយ TEMP យើងវាយភាគរយមកបន្តមកទៀតយើងចុចពាក្យថា OK អញ្ចឹងខ្ញុំសុំ select ទាំងអស់ហើយយើងចុច Windows បូក Shift បូក Delete ដូចមិញហើយយើងចុចពាក្យថា Yes ខ្ញុំចុចគ្រីស try again ដងទៀតហើយយើងចុចគ្រីសទៀតយើងចុច skip អូខេបន្តមកទៀតយើងចុច Windows អក្សរ O ដែរបាទហើយខ្ញុំវាយ prefix ណាអូខេអញ្ចឹងនេះដោយសារខ្ញុំធ្លាប់វាយវាលោតមកលើនេះតែម្ដងខ្ញុំចុចលើហ្នឹងមកហើយយើងចុចទៅពាក្យ OK ទៀតហើយចុច continue បន្តមកទៀតខ្ញុំសុំ select ទាំងអស់ទៀតហើយយើងចុច Windows ចុច Shift បូក Delete ទៀតហើយយើងចុច Yes មកខ្ញុំចុច Crease try again ហើយខ្ញុំចុច Crease ខ្ញុំចុច Skip ចំណុចបន្ទាប់ក៏ខ្ញុំចុច Windows អក្សរ O ដែរហើយខ្ញុំវាយពាក្យថា T R E ចឹងខ្ញុំរានវាឲ្យវារត់មក browse សិនមកហើយខ្ញុំចុច Windows អក្សរ O ទៀតហើយខ្ញុំវាយពាក្យថា MRT នេះចឹងយើងអាចវាយពាក្យថា MRT មកហើយយើងចុចពាក្យថា OK ចឹងយើងត្រូវការរងចាំវាតិចសិនបន្តមកទៀតយើងចុចទៅលើពាក្យថា Yes ហើយយើងចាំវាតិចសិនទៅដើម្បីវាដំណើរការម៉ាស៊ីនរបស់យើងសិនចឹងអ្នកនរគ្នាអាចចុចទៅ Next ហើយបើសិនជាអ្នកនរគ្នាចង់ full scan ឬក៏ custom អីយើងចុចទៅលើតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាអញ្ចឹងប៉ុន្តែខ្ញុំសូមចុច quick ដោយសារខ្ញុំត្រូវការឲ្យវា scan យ៉ាងលឿនដែរបើសិនជាយើងចង់ full scan ឲ្យវា scan ម៉ាស៊ីនយើងទាំងមូលតែម្ដងអ្នកនរគ្នាជ្រើសរើសយកពាក្យថា full scan មកប៉ុន្តែខ្ញុំយក quick scan ហើយបន្តមកទៀតខ្ញុំចុច next ហើយយើងត្រូវការរងចាំវាឲ្យវាដើរចប់ម៉ាស៊ីនរបស់យើងវានឹងដំណើរការល្អប្រសើរឡើងវិញហើយអញ្ចឹងនៅ tip បន្តទៀតយើងត្រូវចុចលើ Windows ចុចលើ Windows យើង search ពាក្យថា disk cleanup អញ្ចឹងមកដល់កន្លែងនេះអ្នកនរគ្នាចុចទៅលើ run as administrator ហ្នឹងមកហើយចុចពាក្យថា OK អញ្ចឹងកន្លែងនេះយើងត្រូវការរងចាំតិចដែរបាទអញ្ចឹងឥឡូវខ្ញុំសូមរងចាំវាតិចសិនបន្តមកទៀតអ្នកនរគ្នាត្រូវគ្រីសឲ្យអស់ដូចខ្ញុំអញ្ចឹងមកអញ្ចឹងកន្លែងណាដែលអត់គ្រីសអ្នកនរគ្នាចុចគ្រីសឲ្យអស់ហើយយើងចុចពាក្យថា OK ហើយយើងចុច delete file អញ្ចឹង tip ទាំងអស់នេះគឺនឹងជួយឲ្យកុំព្យូទ័រអ្នកនរគ្នាដើរ smooth ល្អជាងមុនហើយនឹងដើរបានល្អប្រសើរជាងមុននៅពេលដែលវាធ្វើការ scan ចប់អស់ណាបន្តមកទៀតអ្នកនរគ្នាធ្វើការរងចាំរហូតដល់វាចប់បែបនេះអ្នកនរគ្នាចុចពាក្យថា finish មកហើយបន្តមកទៀតអ្នកនរគ្នាអាចធ្វើការចុច restart ម៉ាស៊ីនម្ដងទៅដើម្បីឲ្យម៉ាស៊ីនកុំព្យូទ័ររបស់អ្នកនរគ្នាដំណើរការបានល្អប្រសើរជាងមុនផងដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះក៏ឈានចូលមកដល់ទីបញ្ចប់ផងដែរបើសិនជាអ្នកនរគ្នាមានចម្ងល់អីបន្ថែមអ្នកនរគ្នាអាចសាកសួរនៅក្នុង comment នៅខាងក្រោមវីដេអូនេះបានបាទសូមអរគុណសូមជម្រាបលា